នេះខ្ញុំជួយជូនស្រីអូនជួយជាវិភាគ ពួកយើងទាំងអស់គ្នាគឺជានិស្សិតឆ្នាំទី3នៃបរិមាណប្រវត្តិវិទ្យាមកពីមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃនេះដែរក្រុមយើងខ្ញុំបានសិក្សាស្រាវជ្រាវទៅលើមុខវិជ្ជាប្រវត្តិសិល្បៈនិងស្ថាបត្យកម្មហើយប្រធានបទនៅក្នុងការស្រាវជ្រាវនេះដែរគឺនិយាយអំពីប្រាសាទព្រះធាតុទឹកឆាបើសិនបើទាំងអស់គ្នាចង់ដឹងថាប្រាសាទនេះមានប្រវត្តិក៏ដូចជាទីតាំងដូចម្ដេចសូមចូលរួមទស្សនាដូចតទៅប្រាសាទព្រះធាតុទឹកឆាគឺជាឈ្មោះដែលប្រជាជនហៅសំដៅទៅលើប្រាសាទផងនិងបឹងទឹកឆាផងប្រាសាទនេះមានលក្ខណៈស្ថាបត្យកម្មនិងសម្ភារៈសំណង់គឺឆ្លុះបញ្ចាំងពីទេពកោសល្យដែលបង្កប់នូវស្នាដៃសិល្បៈនិងបង្ហាញពីស្នាដៃផ្នែកខាងតុបតែងលម្អតួប្រាសាទនិងលើបដិមាករបើសិនជាចង់ដឹងព័ត៌មានកាន់តែលម្អិតជាងនេះសូមចូលរួមទស្សនាជាមួយនឹងការបកស្រាយរបស់ក្រុមយើងខ្ញុំដូចតទៅចំពោះទីតាំងប្រាសាទនេះគឺស្ថិតនៅចន្លោះភូមិពីរគឺភូមិថ្មដានិងភូមិថ្មីឃុំក្រូចស្រុកព្រៃឈរខេត្តកំពង់ចាមដើម្បីទៅដល់ប្រាសាទព្រះធាតុទឹកឆាប្រសិនបើយើងធ្វើដំណើរចេញពីទីក្រុងភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ6ដែលកាត់តាមខេត្តកណ្ដាលដែលយើងធ្វើដំណើរមានរយៈចម្ងាយផ្លូវប្រមាណជា120គីឡូម៉ែត្របន្ទាប់មកពេលយើងទៅដល់ផ្សារព្រៃទទឹងយើងនឹងឃើញផ្លូវបំបែកមួយគឺយើងត្រូវបត់ទៅខាងឆ្វេងដៃហើយត្រូវបន្តដំណើរទៅត្រង់ប្រហែលជា15គីឡូម៉ែត្របន្ទាប់មកទៀតបើសិនជាយើងក្រឡេកទៅមើលខាងស្ដាំដៃនោះយើងនឹងឃើញខ្លោងទ្វារវត្តមួយគឺខ្លោងទ្វារវត្តព្រះធាតុទឹកឆានេះឯងហើយយើងត្រូវបន្តដំណើរចូលតាមខ្លោងទ្វារវត្តប្រមាណជា5គីឡូម៉ែត្រនឹងបានឃើញវត្តព្រះធាតុទឹកឆាដែលនៅក្នុងបរិវេណនៅក្នុងវត្តព្រះធាតុទឹកឆាយើងនឹងបានឃើញប្រាសាទព្រះធាតុទឹកឆានេះតែម្ដងមួយវិញទៀតបើយើងធ្វើដំណើរចេញមកពីទីរួមខេត្តកំពង់ចាមវិញយើងនឹងត្រូវធ្វើដំណើរចម្ងាយប្រមាណជា40គីឡូម៉ែត្រដោយចាប់ផ្ដើមចេញពីទីរួមខេត្តកំពង់ចាមរហូតមកដល់ភូមិក្រូចត្រូវបន្តដំណើរតាមបណ្ដោយប្រឡាយទឹកប្រមាណជា5គីឡូម៉ែត្រទៀតនិងបានឃើញខ្លោងទ្វារវត្តព្រះធាតុទឹកឆានៅខាងស្ដាំដៃហើយយើងត្រូវបន្តដំណើរចូលតាមខ្លោងទ្វារវត្តដដែលនិងទៅដល់ទីតាំងនៃប្រាសាទនេះតែម្ដងនៃប្រាសាទព្រះធាតុទឹកឆាប្រាសាទព្រះធាតុទឹកឆាបានសាងសង់ក្នុងរជ្ជកាលព្រះបាទសូរវរ្ម័នទី1ដែលសោយរាជ្យពីឆ្នាំ1200ដល់1050នៃគ្រិស្តសករាជនៃសតវត្សទី11ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសទៅដល់ព្រះសិវៈដែលប្រាសាទព្រះធាតុទឹកឆាមានបណ្ដោយប្រវែង 7.80 ម៉ែត្រនិងទទឹងមានប្រវែង 7.30 ម៉ែត្រនិងមានកម្ពស់10ម៉ែត្រជាប្រាសាទដែលសង់អំពីឥដ្ឋដែលមានទំហំធំជាងគេក្នុងចំណោមប្រាសាទចំនួន30កន្លែងដទៃទៀតដែលបានកសាងដំណើរគ្នាលើផ្ទៃដីទំហំ15ហិកតានៃតំបន់ទឹកឆាតាមសិលាចារឹកលេខ K702 បានប្រាប់ឲ្យយើងដឹងអំពីការកសាងប្រាសាទនេះផងដែរយោងទៅតាមអត្ថន័យសិលាចារឹកនោះបានលើកឡើងថាកាលនោះព្រះរាជាទ្រង់បានសពព្រះរាជហឫទ័យប្រោសប្រទានតាមសេចក្តីក្រាបទូលស្នើអំពីអ្នកប្រាជ្ញម្នាក់ដែលមានឈ្មោះថាលក្ស្មិន្ទ្របណ្ឌិតដោយលោកបានរកឃើញដីមួយកន្លែងក្នុងតំបន់មួយដែលហៅថាសិន្ទ្របុរៈស្ថិតនៅត្រង់កន្លែងទឹកឆាសពថ្ងៃ
ទីកន្លែងនោះមានភាពស្រឡះស្រឡំល្អហើយលោកក៏ទូលស្នើសុំព្រះរាជាធ្វើទីនោះជាអារាមសម្រាប់ធ្វើជាទីសក្ការៈបូជាចំពោះសាសនាព្រាហ្មណ៍ដោយថ្វាយទាំងសេចក្តីព្រមព្រៀងសពគ្រប់សម្រាប់ការរៀបចំកន្លែងនោះទុកជាស្នាដៃផងដែរចំពោះការកំណត់ហៅឈ្មោះវិញប្រាសាទព្រះធាតុទឹកឆានេះគឺហៅសំដៅទៅកន្លែងប្រាសាទស្ថិតនៅជាប់នឹងបឹងទឹកឆាបឹងទឹកឆានេះមិនត្រឹមជាបឹងធម្មតាទេគឺមានអ្នកតាដែលមនុស្សគោរពហើយប្រាសាទទឹកឆានេះមានការគោរពដែលទាក់ទងទៅនឹងបឹងទឹកឆាព្រោះមនុស្សសម័យបុរាណតែងតែគោរពទៅលើដីទួលភ្នំនិងទឹកជាធំដែលអាចសន្និដ្ឋានបានថាប្រាសាទនេះត្រូវបានប្រជាជនគោរពផងហើយក៏ត្រូវមានការគោរពទៅលើទឹកបឹងនេះផងដែរប្រាសាទព្រះធាតុទឹកឆាមានប្រាសាទសំខាន់ពីរគឺទី1ប្រាសាទព្រះនំឬប្រាសាទគុកធំដែលអាចហៅមួយទៀតថាប្រាសាទស្រីទី2ប្រាសាទគុកតូចឬប្រាសាទប្រុសប្រាសាទទាំងពីរនេះស្ថិតនៅលើខ្ពង់រាបមួយនៅជិតទឹកបឹងទឹកឆាដែលប្រាសាទទាំងពីរមានចម្ងាយឃ្លាតពីគ្នាប្រមាណជា350ម៉ែត្រនៃខ្សែបន្ទាត់ពីជើងទៅត្បូងដោយនៅក្នុងប្រាសាទគុកធំក៏មានលំកល់សេវលំមាសមួយនៅកណ្ដាលសន្មតមានលឹងនោះថាស្រីភទ្រាស្វារៈនិងទេវរូបពីរសងខាងដែលមួយមានព្រះនាមថាបរមេស្វរៈនិងមួយទៀតមាននាមថាសត្រស្វរតិមួយវិញទៀតប្រាសាទព្រះធាតុទឹកឆានេះក៏មានរឿងព្រេងផងដែរដែលមានដំណើរថាមានបពពួកពីរក្រុមបានប្រឡងប្រជែងគ្នាក្រុមទី1គឺពួកប្រុសដែលមានតានុនជាអ្នកដឹកនាំហើយក្រុមទី2គឺក្រុមពួកស្រីដែលមានយាយហោមជាអ្នកដឹកនាំក្រុមទាំងពីរបានធ្វើការជីកព្រែកប្រណាំងគ្នាតែបើខាងតានុនឈ្នះគឺយាយហោមនឹងយកតានុនធ្វើជាស្វាមីហើយប្រគល់គុកយាយហោមឲ្យតានុនជាអ្នកគ្រប់គ្រងតែបើការជីកព្រែកនេះចាញ់ស្រីគឺក្រុមតានុនត្រូវប្រគល់តួគុកធំឬក៏បោព្រះនុនឲ្យបពួកយាយហោមរស់នៅជាក់ស្ដែងក្រុមប្រុសបានចាញ់ក្រុមស្រីទន្ទឹមនឹងនេះដែរពួកស្រីក៏បានភ្ជាប់គ្នាជាមួយពួកប្រុសក្នុងការកសាងប្រាសាទទាំងពីរនោះតែពួកប្រុសក៏បានសង់ចាញ់ពួកស្រីហើយដូច្នេះហើយបានជាឲ្យមានឈ្មោះប្រាសាទស្រីឬគុកធំមានទំហំធំជាងប្រាសាទប្រុសឬគុកតូចនោះឡើយប្លង់និងការរៀបចំប្រាសាទគុកធំប្រាសាទនេះមានប្លង់រាងចតុកោណកែងបែរមុខទៅទិសខាងកើតមានបណ្ដោយពីលិចទៅកើតប្រវែង160ម៉ែត្រនិងពីជើងទៅត្បូងប្រវែង45ម៉ែត្រប្រាសាទនេះមានកំផែង2ជាន់ធ្វើពីថ្មបាយក្រៀមចន្លោះរវាងកំផែងទី1ទៅកំផែងទី2មានប្រវែង7ម៉ែត្រអភិកាតលិកគឺចែកប្រាសាទនេះមិនស្មើគ្នាទេដូច្នេះនាំឲ្យតួប៉មកណ្ដាលដែលធ្វើពីឥដ្ឋនេះស្ថិតនៅជិតគោបរៈខាងកើតជាងគោបរៈខាងលិចហើយចម្ងាយពីតួប៉មកណ្ដាលទៅគោបរៈខាងកើតមានចម្ងាយប្រមាណជា44ម៉ែត្រប្រវែងពីតួប៉មកណ្ដាលទៅគោបរៈខាងលិចមានប្រវែងប្រមាណ50ម៉ែត្រចំណែកឯអទទឹងនៃតួប៉មកណ្ដាលពីជើងទៅត្បូងគឺចែកប្រាសាទនេះជាពីរចំណែកស្មើគ្នាហើយពីតួប៉មកណ្ដាលទៅកំផែងខាងជើងមានប្រវែងប្រមាណជា22ម៉ែត្រនិងខាងត្បូងមានប្រវែងប្រមាណជា22ម៉ែត្រដែរលក្ខណៈបែបនេះដែលបណ្ដាលឲ្យទីធ្លាខាងមុខមានលក្ខណៈចង្អៀតព្រមមាននៅសេសសល់បន្ទប់តូចជាច្រើននិងបណ្ណាល័យហើយចំណែកឯទីធ្លាខាងក្រោយតួប៉មកណ្ដាលមានភាពទូលាយនិងមានប្រវែងវែងបើធៀបទៅនឹងគោបរៈខាងលិចហើយលោកដឡាសង្កេយេបានពណ៌នាថានៅតាមបណ្ដោយច្រកចូលខាងកើតជាប់តួប៉មកណ្ដាលដែលធ្វើអំពីឥដ្ឋនេះមានរៀបជាជញ្ជាំងធ្វើពីថ្មបាយក្រៀមរាង4ជ្រុងទ្រវែងដែលមានប្រវែងប្រមាណ2ម៉ែត្រដែលសពថ្ងៃអគារទាំងពីរនេះនៅសល់រូបរាងច្បាស់លាស់នៅតែជួរផ្នែកខាងជើងតែប៉ុណ្ណោះចំណែកឯជួរផ្នែកខាងត្បូងត្រូវរលំបាក់ក
គាល់លើគ្នាទាំងអស់សម្ភារៈសំណង់នៅក្នុងវិស័យស្ថាបត្យកម្មបុរាណជាទូទៅសំណង់ដែលស្ថាបត្យករយកមកប្រើប្រាស់មានដូចជាថ្មភក់ថ្មបាយក្រៀមឥដ្ឋនិងឈើជាដើមជាស្ដែងនៅក្នុងប្រាសាទគោកធំគេឃើញមានសម្ភារៈសំណង់3ដែលស្ថាបត្យករយកមកប្រើប្រាស់ដើម្បីសង់ប្រាសាទនេះគឺឥដ្ឋសម្រាប់សង់តួប៉មកណ្ដាលនិងបន្ទប់តូចៗដទៃទៀតនៅក្នុងប្រាសាទគោកធំនេះថ្មភក់គឺគេប្រើប្រាស់ធ្វើជាផ្តែរទ្វារសសរពេជ្រស៊ុមទ្វារបង្អួចនិងសិលាចារឹកជាពិសេសធ្វើជាទម្ររូបស្នាមទ្រនីនិងលិង្គជាដើមចំពោះបច្ចេកទេសសាងសង់នៅក្នុងប្រាសាទគោកធំនេះឃើញមានបច្ចេកទេសពីរគឺការរៀបឥដ្ឋនិងថ្មបាយក្រៀមចំពោះការរៀបឥដ្ឋឃើញថាស្ថាបត្យករនៅសម័យនោះមានបច្ចេកទេសប៉ិនប្រសប់ព្រោះនៅជញ្ជាំងខាងក្នុងនៃតួប៉មកណ្ដាលមានលក្ខណៈស្មើល្អហើយថែមទាំងមានចម្លាក់ភ្ញីនៅលើថ្មនោះផងដែរយើងឃើញថាការរៀបឥដ្ឋដាក់កាត់ខ្វែងដាក់បណ្ដោយនិងទទឹងដែលជាវិធីសម្រាប់ផ្ចិតមិនឲ្យមានឃើញស្នាមនិងសាច់ចន្លោះក្រៅពីការរៀបឥដ្ឋនេះគឺលក្ខណៈកាត់ឥដ្ឋដែលលយចេញពីសាច់ជញ្ជាំងមានសភាពស្មើល្អទៅនឹងជញ្ជាំងបើបច្ចេកទេសថ្មបាយក្រៀមនៅប្រាសាទគោកធំមិនមានលក្ខណៈណាដែលខុសប្លែកពីប្រាសាទនានានោះទេរីឯរបៀបរៀបឥដ្ឋវិញដែលនៅជញ្ជាំងខាងក្នុងនៃតួប៉មកណ្ដាលមើលទៅឃើញសភាពស្មើជិតល្អគ្មានប្រហោងព្រោះពីសម័យនោះស្ថាបត្យករគេរៀបឥដ្ឋដោយប្រើបច្ចេកទេសខាត់ឬអូសឥដ្ឋនីមួយឲ្យស្មើទើបចាប់ផ្ដើមរៀបនិងប្រហែលជាមានប្រើកាវបិទផងដែរកំផែងនៃប្រាសាទគោកធំកំផែងទី1មានរាងចតុកោណកែងជញ្ជាំងធ្វើពីថ្មបាយក្រៀមដែលកំផែងទី1នេះមានបណ្ដោយពីលិចទៅកើតប្រវែងប្រមាណ70ម៉ែត្រនិងទទឹងពីជើងទៅត្បូងប្រវែងប្រមាណ50ម៉ែត្រកំផែងនេះនៅជ្រុងខាងត្បូងនៅមានសភាពល្អនៅសល់តែជញ្ជាំងសពថ្ងៃកម្ពស់ប្រមាណ 0.80 ម៉ែត្រប៉ុន្តែវាមានទម្រង់មិនឈរទេគឺមានរាងត្រេតនៅផ្នែកខាងជើងមានសភាពបាក់បែកខ្លាំងនៅសល់តែស្នាមនៃថ្មបាយក្រៀមលើដីតែប៉ុណ្ណោះរីឯកំផែងទី2ធ្វើពីថ្មបាយក្រៀមដែលស្ថិតនៅខាងក្រៅកំផែងទី1វាមានតែ2ជ្រុងតែប៉ុណ្ណោះដែលត្រូវបានគេសង់ឡើងត្រឹមត្រូវគឺជ្រុងខាងត្បូងនិងខាងលិចចំណែកឯជ្រុងខាងជើងនិងខាងកើតវាហាក់ដូចជាគ្រាន់ត្រូវបានគេតម្រៀបមានលក្ខណៈបម្រុងតែប៉ុណ្ណោះប៉ុន្តែគេមិនឃើញមានគោបុរៈនៅកំផែងទី2ទេដោយឡែកយើងក្រឡេកមកមើលតួប៉មកណ្ដាលនៃប្រាសាទគោកធំវិញម្ដងនៅក្នុងបរិវេណនៃប្រាសាទគោកធំនេះគេឃើញមានស្នាមនិងតួប្រាសាទជាច្រើននៅទីនោះប៉ុន្តែនៅសល់ស្នាមមួយដែលច្បាស់លាស់ល្អគឺតួកណ្ដាលដែលសង់អំពីឥដ្ឋរាង4ជ្រុងស្មើបែរមុខទៅខាងកើតសប្តាហ៍ថ្ងៃនេះនៅផ្នែកខាងលើដែលជាដំបូលបានបាក់បែកអស់នៅសល់តែដំបូលរាងសាជីធ្វើពីស៊ីម៉ង់ហើយដំបូលនេះក៏ប្រហែលជាធ្វើឡើងអំឡុងឆ្នាំ1960ជាងតួប្រាសាទនេះជ្រុងខាងក្រៅមានប្រវែង7ម៉ែត្រក្នុងមួយជ្រុងហើយជ្រុងខាងក្នុងមានប្រវែងប្រមាណ4ម៉ែត្រមានជ្រុងខាងក្នុងមិនឃើញមានការតុបតែងលម្អឬក៏ចម្លាក់អ្វីនោះទេកម្ពស់ពីដីទៅគន្លាកឥដ្ឋមួយយ៉ាងធំប្រវែង3ម៉ែត្រប្រហែលសម្រាប់ដាក់ពិដានអំពីឈើនៅផ្នែកខាងក្រៅជ្រុងខាងជើងខាងត្បូងនិងខាងលិចមានលម្អដោយទ្វារបញ្ឆោតសន្លឹកទ្វាររៀងផតចូលក្នុងអំពីឥដ្ឋរៀបយ៉ាងរៀបស្មើល្អបំផុតប៉ុន្តែគ្មានក្បាច់លម្អទេនៅជ្រុងខាងមុខគេមិនឃើញមានលម្អអ្វីក្រៅពីស្នាមចុះប្រហោងធំ
ដែលប្រហែលជាបង្ហាញពីគោលសំខាន់នៃក្បាច់ធម្មតាហើយនៅផ្នែកខាងលើឃើញមានក្បាច់ខ្សែនៅខាងក្នុងនៃក្បាលជញ្ជាំងខាងលើគ្មានសល់ដំបូលរាងកោងទៀតនោះទេចំណែកឯបរិវេណខាងក្នុងក៏មិនឃើញមានគំនូរឥដ្ឋមានតែរូបព្រះពុទ្ធចូលនិព្វានមួយអង្គនៅចំកណ្ដាលហើយនៅច្រកចូលខាងកើតមាននៅសល់សសរពេជ្ររាងមូល2ដែលទ្រផ្តែរមួយនិងទ្វារមួយតែទីតាំងនៃផ្តែរនិងសសរពេជ្រនេះមិនស្ថិតនៅចំជ្រុងនៃជញ្ជាំងខាងក្រៅដោយប្រាសាទដទៃទៀតទេគឺនៅផតចូលក្នុងសាច់ជញ្ជាំងប្រមាណ 0.6 ម៉ែត្រនៅជ្រុងខាងក្រៅនៃទិសខាងលិចមាននៅសល់ក្បាច់ភ្ញីដែលគេឆ្លាក់នៅលើជញ្ជាំងឥដ្ឋតែផ្នែកខ្លះមានការរលុបមើលមិនច្បាស់ល្អនៅជ្រុងខាងជើងទៅជាប់នឹងដីគេឃើញមានស្នាមបង្ហូរទឹកចេញពីប្រាសាទដែលមានលក្ខណៈជាស្នាមត្រូនីបើយោងតាមការសន្និដ្ឋានរបស់លោក Noulet de la Jonquière ក្រោយពីមានការរលំផ្នែកណាមួយរបស់តួប្រាសាទនេះកំទេចឥដ្ឋទាំងអស់នោះប្រហែលជាគេយកចេញទៅសង់បន្ទប់តូចៗដទៃទៀតដែលស្ថិតនៅក្នុងបរិវេណនោះព្រោះឃើញមានស្នាមតួអំពីឥដ្ឋខ្លះនៅក្បែរនោះនៅមានសមិទ្ធកម្មមួយទៀតដែលថាសំណង់នេះមិនទាន់រួចព្រោះរបៀបសាងសង់នៅជ្រុងខាងកើតនិងខាងលិចរាងស្ដើងហើយនៅផ្នែកខាងលើគន្លាក់ទី1គេប្រហែលជាធ្វើសម្រាប់ដាក់ដំបូលអំពីឈើបន្ទាប់មកគេសង់ដំបូលកោងឡើងទៅលើបន្តទៅទៀតតាមការសង្កេតពីលក្ខណៈនៃសំណង់តួប៉មកណ្ដាលនេះអាចឲ្យយើងឃើញថានៅផ្នែកខាងក្នុងជញ្ជាំងមានលក្ខណៈខុសពីជញ្ជាំងខាងក្រៅគឺគេរៀបឥដ្ឋមិនស្មើទំហំឥដ្ឋរាងតូចនៅចុងបញ្ចប់នៃខាងជញ្ជាំងគេប្រហែលជាសម្រាប់ដាក់ធ្នឹមអំពីឈើគឺមានកម្រាស់ក្រាស់ខិតទៅជញ្ជាំងខាងក្រៅវិញដូច្នេះតាមលក្ខណៈនេះប្រហែលជាជញ្ជាំងខាងក្នុងអាចរៀបនៅពេលក្រោយណាមួយពោះផ្តែរទ្វារផ្តែរគឺជាផ្នែកមួយដ៏សំខាន់ដែលអាចឲ្យគេកំណត់អំពីរចនាបថក៏ដូចជាអាយុកាលរបស់ប្រាសាទនេះផងដែរលក្ខណៈផ្តែរទ្វាររបស់ប្រាសាទព្រះធាតុទឹកឆាផ្តែរនេះគឺលម្អទៅដោយកម្រងមែកឈើដែលមានរាងកោងដូចដងធ្នូដែលមានលម្អទៅដោយក្បាច់ស្លឹកឈើដែលមើលទៅមានរាងតូចៗហើយស្ដើងមើលទៅមានរង្វល់ផងដែរហើយនៅខាងចុងនៃកម្រងមែកឈើនេះគឺមានរាងកោងពុតឡើងលើសពីនេះទៅទៀតគេបានឆ្លាក់ក្បាច់កម្រងស្លឹកឈើដែលមានរាងដូចទំពក់នៅខាងលើនិងខាងក្រោមកម្រងមែកឈើនឹងមានរំយោលធ្លាក់មកក្រោមហើយទម្រង់នៃកម្រងមែកឈើនៅចំកណ្ដាលគឺមានសន្តានពុតកោងចុះក្រោមនៅចំកណ្ដាលនៃកម្រងមែកឈើនេះគឺមានរាងដូចដងធ្នូហើយយើងមើលឃើញថាមានចម្លាក់រូបទេពដែលស្ថិតនៅក្នុងព្រហ្មញ្ញសាសនាដែលផុសឡើងរូបនេះគឺជារូបរបស់ព្រះឥន្ទដែលគង់នៅលើដំរីព្រះឥន្ទគឺជាទេពមួយដែលតំណាងឲ្យភ្លៀងកករន្ទះនៅក្នុងព្រហ្មញ្ញសាសនាមូលហេតុនេះហើយបានជាគេឆ្លាក់រូបព្រះឥន្ទនៅលើផ្តែរទ្វារពីព្រោះថាឲ្យស្របទៅនឹងប្រាសាទដែលបែរមុខទៅទិសខាងកើតពីព្រោះព្រះឥន្ទក៏ជាទេពមួយដែលតំណាងឲ្យទិសខាងកើតផងដែរចំណុចទាំងអស់នេះហើយដែលធ្វើឲ្យគេសន្និដ្ឋានថាប្រាសាទនេះស្ថិតនៅក្នុងរចនាបថប្រែរូបក៏ដោយសារតែគេលែងនិយមឆ្លាក់ក្បាច់ជ្រៅដូចមុនដែលនាំឲ្យក្បាច់ស្លឹកឈើមើលទៅមានរាងស្ដើងដែលមើលទៅមានរង្វល់ដូចនឹងរូបដែលផុសឡើងនៅចំកណ្ដាលគេលែងនិយមឆ្លាក់រូបផុសឡើងធំដូចនៅក្នុងរចនាបថកោះកេរទៀតហើយទាំងអស់នេះហើយបានបង្ហាញថាផ្តែរនេះគឺបានឈានទៅដល់រចនាបថប្រែរូបទៅហើយយើងក្រឡេកមកមើលសសរពេជ្រវិញម្ដងនៅខាងក្រោមជួបនឹងផ្តែរទ្វារយើងឃើញមានសសរពីរដើមតែនៅអមសងខាងមាត់ទ្វារចូលសសរនេះត្រូវបានគេហៅថាសសរពេជ្រសសរពេជ្រនេះមានរាងមូលនិងខ័ណ្ឌគ្នាជាផ្នែកដែលមានរាងដូចនឹងចិញ្ចៀន
នៅតួសសរមានលម្អទៅដោយក្បាច់ស្លឹកឈើនិងមានផ្ការំយោលធ្លាក់ចុះក្រោមផងដែរប៉ុន្តែវាគ្មានក្បាច់លម្អអ្វីទៀតឡើយចំពោះហោជាងយើងឃើញថានៅប្រាសាទព្រះធាតុទឹកឆាក៏មានហោជាងផងដែរដែលនៅខាងលើផ្តែរទ្វារគេឃើញមានហោជាងនៃប្រាសាទនេះគឺមានសភាពលក្ខណៈបែកបាក់ខ្លះហោជាងនេះត្រូវបានសាងសង់ដោយប្រើឥដ្ឋដឹងរៀបគ្នាដែលមើលទៅមានលក្ខណៈសាមញ្ញធម្មតាតែមិនមានការតុបតែងលម្អឬក្បាច់លម្អអ្វីទាំងអស់ម៉ាកននៅក្នុងប្រាសាទព្រះធាតុទឹកឆាពេលបច្ចុប្បន្នគេឃើញថាបានបែកបាក់អស់ទៅហើយគេឃើញមានតែព្រះពុទ្ធចូលនិព្វានតែប៉ុណ្ណោះបើតាមការស្វែងយល់ឯកសារឃើញមានបដិមាមួយចំនួនដែលគេបានយកទៅរក្សាទុកនៅឯសារមន្ទីរជាតិមានដូចជារូបនាងឧមានិងរូបនាងលក្ស្មីចូលមកដល់ព្រះពុទ្ធរូបចូលព្រះរាជនិព្វានវិញនៅក្នុងតួប៉មកណ្ដាលនៃប្រាសាទគប់ធំនេះមានពុទ្ធរូបចូលព្រះរាជនិព្វានមួយអង្គធ្វើអំពីថ្មភក់ពណ៌ប្រផេះស្លៀកពាក់វែងមកដល់ប្រអប់ជើងនៅខាងលើមានស្បង់ដែលព្រះអង្គទ្រង់ក្រងជំហរស្មាខាងឆ្វេងហើយពុទ្ធរូបចូលព្រះរាជនិព្វាននេះប្រហែលជាបានកសាងឡើងនៅឯសម័យកណ្ដាលមកម្ល៉េះបន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវទៅលើប្រាសាទព្រះធាតុទឹកឆារួចមកបានធ្វើឲ្យយើងយល់ឃើញថាប្រាសាទនេះគឺជាប្រាសាទមួយដែលបុព្វបុរសក៏ដូចជាដូនតាខ្មែរយើងនាសម័យបុរាណបានកសាងទុកសម្រាប់ជាកេរដំណែលដល់កូនចៅជំនាន់ក្រោយហើយប្រាសាទនេះដែរជាប្រាសាទដែលកសាងឡើងអំពីថ្មបាយក្រៀមឥដ្ឋនិងថ្មភក់ផងដែរការកសាងនេះដើម្បីជាទីសក្ការៈចំពោះសាសនាព្រាហ្មណ៍ឧទ្ទិសដល់ព្រះសិវៈចំណែកឯការសិក្សាទៅលើប្លង់ប្រាសាទនេះវិញគឺមានតួប្រាសាទធ្វើអំពីឥដ្ឋរាងការ៉េដែលអាចបង្ហាញជាលក្ខណៈសំណង់នៅសម័យមុនអង្គរផ្អែកទៅលើការសិក្សាទៅលើបដិមាករនៃប្រាសាទព្រះធាតុទឹកឆានេះគឺបានបាក់បែកអស់ទៅហើយនៅសេសសល់តែស្លាកស្នាមខ្លះតែប៉ុណ្ណោះចំណែកឯរូបព្រះពុទ្ធចូលបរិនិព្វានគឺជារូបដែលនៅក្នុងតួប៉មកណ្ដាលដោយសារតែការកែប្រែជំនឿពីព្រាហ្មណ៍សាសនាទៅជាងាកមកកាន់ព្រះពុទ្ធសាសនាវិញនៅសម័យកណ្ដាលដូច្នេះហើយបានជាឃើញមានចម្លាក់ព្រះពុទ្ធចូលបរិនិព្វាននៅខាងក្នុងតួប៉មគឺជាការសម្រាប់គោរពបូជារហូតដល់សព្វថ្ងៃនេះក្រៅពីបដិមាករក៏មានសិលាចារឹកនៃប្រាសាទនេះផងដែរគឺជាសិលាចារឹកខេ702ដែលសិលាចារឹកនេះគឺជាភស្តុតាងកាន់តែច្បាស់មួយសម្រាប់ការដែលឲ្យយើងដឹងយើងយកមកសិក្សាដើម្បីដឹងអំពីព័ត៌មានដែលទាក់ទងនឹងប្រាសាទនេះដោយឡែកផ្តែរនៃប្រាសាទនេះគឺជាផ្តែរដែលស្ថិតនៅក្នុងរចនាបថប្រែរូបចំណែកឯសសរពេជ្រគឺស្ថិតនៅក្នុងសម័យអង្គរដែលគេបានឆ្លាក់រួចយកទៅដាក់នៅខាងក្រោមផ្តែរតែម្ដងជាក់ស្ដែងចំពោះស្ថានភាពប្រាសាទព្រះធាតុទឹកឆានាពេលបច្ចុប្បន្ននេះគឺយើងឃើញថាវាមានសភាពទ្រុឌទ្រោមខ្លាំងនេះក៏ដោយសារតែប្រាសាទនេះទទួលរងការខ្ទេចខ្ទាំដោយសារសង្គ្រាមនៅក្នុងឆ្នាំ1970ក៏ដូចជាសកម្មភាពមនុស្សនិងពីធម្មជាតិផ្សេងទៀត